សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិអំពីរបាយការណ៍ស្ដីពីការខូចខាតប្រាសាទព្រះវិហារដោយសារការវាយប្រហារប្រដាប់អាវុធពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃត្រូវបានលាតត្រដាងនិងអមដោយវិធានការអភិរក្សនិងសង្គ្រោះប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនិងជាស្នាដៃមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃប្រាសាទព្រះវិហារហៅកាត់ថា ICC ព្រះវិហារបានរៀបចំកិច្ចប្រជុំពេញអង្គលើកទី11នៅខេត្តសៀមរាបកាលពីថ្ងៃទី19ខែមិនិនាឆ្នាំ2026ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចាភឿងសកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដោយមានតំណាងមកពីចិននិងឥណ្ឌាជាសហប្រធានកិច្ចប្រជុំនេះមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន5ប្រទេសរួមមានបែលហ្សិកបារាំងជប៉ុនថៃនិងសហរដ្ឋអាមេរិករួមទាំងប្រធានលេខាធិការដ្ឋានអ្នកជំនាញអាតហុកស្ថាប័នជាតិនិងអន្តរជាតិនិងអ្នកស្រាវជ្រាវខ្មែរនិងបរទេសចូលរួមដោយផ្ទាល់និងតាមប្រព័ន្ធអនឡាញសរុបប្រមាណជា158រូបកិច្ចប្រជុំនេះគឺជាការតាមដាននិងត្រួតពិនិត្យការងារអភិរក្សនិងអភិវឌ្ឍតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទកោះកេរដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារនិងដៃគូអន្តរជាតិអង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារនិងផលប៉ះពាល់លើសហគមន៍ប្រជាជននិងវិស័យទេសចរដែលបណ្ដាលមកពីព្រឹត្តិការណ៍ទាំងពីរលើកកាលពីឆ្នាំ2025កន្លងទៅជាមួយគ្នានេះអាជ្ញាធរជាតិព្រះវិហារក៏បានបង្ហាញអំពីលទ្ធផលនៃការសិក្សាហានិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀតដល់វត្ថុសិល្បៈដែលនៅជ្រុះរាយប៉ាយនិងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតដ៏ធ្ងន់ធ្ងរផ្អែកតាមការវិយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប562កន្លែងហើយមានសភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទក្បាច់ចម្លាក់និងបង្កការខូចខាតចំពោះតម្លៃលេចធ្លោជាសកលនៅមុនកិច្ចប្រជុំនេះអ្នកជំនាញអាតហុកនៃគណៈកម្មាធិការ ICC ព្រះវិហារក៏បានបំពេញទស្សនកិច្ចនិងពិភាក្សាការងារអភិរក្សនិងជួសជុលប្រាសាទនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារនិងប្រាសាទកោះកេររយៈពេល2ថ្ងៃចាប់ពីថ្ងៃ16ដល់17មិនិនាឆ្នាំ2026ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារនិងផលប៉ះពាល់ទៅលើវិស័យទេសចរនិងសហគមន៍ដើម្បីរៀបចំរបាយការណ៍និងអនុសាសន៍សម្រាប់កិច្ចប្រជុំ ICC ព្រះវិហារជាមួយគ្នានេះដែរអង្គប្រជុំក៏បានជូនដំណឹងអំពីបេសកកម្មប្រឹក្សាយោបល់បច្ចេកទេសរបស់អង្គការ UNESCO និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទី1ក្នុងខែមិនិនាតាមការអញ្ជើញរបស់កម្ពុជាស្របតាមគោលការណ៍ប្រតិបត្តិសម្រាប់ការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោកគោលបំណងនៃបេសកកម្មនេះគឺដើម្បីវាយតម្លៃស្ថានភាពអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោកនិងផ្ដល់យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការអភិរក្សរយៈពេលវែងស្របតាមគោលបំណងរបស់អនុសញ្ញាបេតិកភណ្ឌពិភពលោកនិងគោលការណ៍ប្រតិបត្តិរបាយការណ៍នៃបេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជាស្របតាមបេសកកម្មផ្ដល់យោបល់របស់អ្នកបច្ចេកទេសដែលធ្លាប់បានអនុវត្តកាលពីពេលកន្លងមកសហប្រធានចិននិងឥណ្ឌាព្រមទាំងបណ្ដាប្រទេសជាសមាជិករួមជាមួយអ្នកជំនាញការអន្តរជាតិបានបដិញ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការការពារនិងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀតជាពិសេសសហប្រធានទាំងពីរបានបង្ហាញពីជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិកាពិគ្រោះយោបល់នេះនៅពេលដែលស្ថានភាពវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញអង្គប្រជុំក៏បានពិភាក្សាអំពីវិធានការបន្ទាន់នានាដើម្បីអភិរក្សនិងសង្គ្រោះប្រាសាទព្រះវិហារដែលមានដូចជាអនុវត្តការងារបន្ទាន់មួយចំនួន
ដូចជាការបោះសម្អាតអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដើម្បីធានាដល់ការអភិរក្សនិងគ្រប់គ្រងប្រាសាទព្រះវិហារការរៀបចំឯកសារវិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូលការរៀបចំឯកសារអំពីវត្ថុសិល្បៈនិងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះនិងចាត់វិធានការសង្គ្រោះបន្ទាន់សូមរំលឹកជូនដែរថាកាលពីថ្ងៃ12ខែមករាឆ្នាំ2026ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីស្ថានភាពខូចខាតរមណីយដ្ឋានប្រាសាទព្រះវិហារយ៉ាងធ្ងន់ធ្ងរដោយសារការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងរបស់យោធាថៃក្នុងនោះមានទាំងការខូចខាតប្រាង្គប្រាសាទនិងតំបន់ជុំវិញរួមទាំងវត្តកែវសិក្ខាគិរីស្វារៈផងដែរក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានអំពាវនាវដល់អង្គការនិងសហគមន៍អន្តរជាតិដល់ការគ្រប់គ្រងចំពោះវិធានការបន្ទាន់នានាសម្ដៅការពារប្រាសាទពីការវាយប្រហារបន្ថែមនិងគ្រប់គ្រងដល់ការអភិរក្សបន្តនិងជួសជុលប្រាសាទឡើងវិញទន្ទឹមនឹងនោះក្រសួងក៏បានអំពាវនាវឲ្យមានការគោរពច្បាប់អន្តរជាតិនិងអនុសញ្ញានិងពិធីសារក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិដែលត្រូវបានបង្កើតឡើងសម្រាប់ចងភ្ជាប់រដ្ឋភាគីទាំងអស់ឲ្យគោរពនិងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសកលអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបសូមអរគុណនិងសូមគោរពលាដែរប៉ុណ្ណេះបាទ